ថ្ងៃនេះខ្ញុំធ្វើដំណើរទៅលេងក្មួយខ្ញុំនៅមន្ទីរពេទ្យជប៉ុនហើយឥឡូវនេះខ្ញុំកំពុងធ្វើដំណើរទៅបងប្អូនហើយខ្ញុំខ្លាចជាអ៊ំគេលើកទី1ដែរទៀតឯងអញហើយតែបានផ្ទះបាញ់អត់ទៅមែនធ្លាប់តែធ្វើពូឥឡូវអារម្មណ៍ធ្វើអ៊ំបងជីបន្ទាប់ពីជីមកដល់វត្តភ្នំបងប្អូនមើលទិដ្ឋភាពវត្តភ្នំគឺស្រស់ស្អាតមែនតើសិតតែភ្លើងពណ៌ហើយបើមានគ្នាដើរលេងថតរូបស្អាតបងប្អូនវត្តភ្នំគិតថាគាត់និយាយត្រូវតែគាត់និយាយខុសហើយឥឡូវមកដល់ពេទ្យជប៉ុនហើយប្លុកខ្ញុំពេលច្រើនថតតែម្នាក់ឯងទេចឹងបងប្អូនអធិស្ឋានផងអញចាហើយនេះគឺទិដ្ឋភាពខាងក្នុងបងប្អូនហើយខ្ទង់ម៉ោង8ជាងហើយនៅមានបងប្អូនយើងអង្គុយរងចាំហើយឥឡូវមកដល់បន្ទប់ថែទាំក្រោយសម្រាយឥឡូវនេះខ្ញុំដើរទៅក្នុងហើយជួបដំបូងគឺប៉ា baby ហើយឥឡូវខ្ញុំបាត់ម៉ែខ្ញុំគឺសួររអ្នកម្ដាយខ្ញុំមើលវាតទៅមុខទៀតវាយ៉ាងម៉េចចឹងបងប្អូនខ្ញុំឆ្លើយម៉ែខ្ញុំទៅណាតែពេលហ្នឹងហើយឥឡូវនេះមកដល់ចាប់ប្លង់ក្មួយរបស់ខ្ញុំហើយក្បាត់ដោះតវងហ្នឹងគឺបើអត់ចេញទេហើយអ្នកបបាយហ្នឹងគឺម៉ែក្មេកប្អូនប្រុសរបស់ខ្ញុំមិញហ្នឹងឥឡូវម៉ែខ្ញុំមកគឺគាត់ថាអត់សួរទៅស្អីទេចឹងខ្ញុំចាប់ទៅស្អីគាត់បងប្អូនចឹងចាប់ទៅស្អីគាត់ហើយនិយាយលេងជាមួយអ៊ំគាត់សម្រាប់គេហ្នឹងគាត់ថែទាំកូនគាត់ខាងណោដែរចឹងនិយាយសើចមួយគាត់ទៅហើយនៅកន្លែងនេះខ្ញុំឲ្យបងប្អូនខ្ញុំស៊ូមទៅកាមេរ៉ាចុះបងប្អូននិយាយលេងមួយអ៊ំហើយខ្ញុំចាប់ដើមធ្វើសៃដែរនិយាយលេងក៏ដែរខ្ញុំងាកមកបងប្អូនខ្ញុំហ្នឹងគឺខ្ញុំតែឲ្យគាត់ថាមួយថ្ងៃមិនអត់ធ្វើសៃម៉ែចឹងនិយាយទៅបងប្អូនខ្ញុំចេះចាប់ទៅសៃដែរអញ្ចឹងបានខ្ញុំថែឲ្យគាត់ល្អរបស់អញណាគឺជាកូនមហាកំពូលកូន double ហើយឥឡូវដូរក្បាលដោះបងប្អូនមិនដំបងបងប្អូនឃើញអត់ពណ៌រៀងស្វាយឥឡូវដូរពណ៌សដោយសារក្បាលដោះមុនហ្នឹងគឺបើអត់ចេញដាក់2កាំនៅ2កាំដែរចៃមិនជឿទៅហ៎ប៉ុណ្ណឹងឯងអត់ជឿទៀតអញជឿឯអញឥឡូវដូរក្បាលដោះឲ្យបើចេញឥឡូវបើភ្លេចលូឆ្អែតឲ្យលេងកោម៉ាក់នឹងប៉ាឥឡូវប៉ាលៀងអាកំប៉ុងមុនហ្នឹងបងវីដេអូនេះបង្ហាញពីភាពស្និទ្ធស្នាលចំពោះមនុស្សជុំវិញខ្លួននិងការចែកម្លែកនៃក្តីស្រឡាញ់នៅក្នុងគ្រួសារ